Radio Free Asia. ព្រះសង្ឃនិងពុទ្ធបរិស័ទប្រមាណជា200អង្គនឹងអ្នកនៅព្រឹកថ្ងៃទី17ខែធ្នូឆ្នាំ2013បានដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅកាន់សាលសន្និសីទចតុមុខដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រមទាំងសម្ដេចសង្ឃរាជទាំងពីរគណៈស្វែងរកឲ្យឃើញជនដែលបានលួចសវណ្ណកោដ្ឋព្រះបរមសារីរិកធាតុនៅភ្នំព្រះរាជទ័ពកាលពីពេលកន្លងមកនេះការដង្ហែក្បួនរបស់ព្រះសង្ឃនិងប្រជាពលរដ្ឋទៅសាលសន្និសីទចតុមុខនោះគឺស្របពេលដែលក្រសួងធម្មការកំពុងតែធ្វើអនុសង្ឃវចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី22គ្រប់អង្គមានតារោគចង្ហាន់នៅទីនេះមានយងគឺយកចង្ហាន់មកយកកណ្ដាលព្រះភិក្ខុបុត្របន្ទិញប្រធានបណ្ដាញព្រះសង្ឃដើម្បីយុត្តិធម៌សង្គមបានមានសង្ឃដីកាថាការដង្ហែក្បួនមកនេះគឺដើម្បីដាក់សម្ពាធឲ្យមន្ត្រីសង្ឃបដិញ្ញាជំរុញអាជ្ញាធរឲ្យរកព្រះបរមសារីរិកធាតុមកវិញអាត្មារឿងការបដិញ្ញាចិត្តជាពាក្យមួយប៉ុន្តែរឿងដែលអាត្មាយល់បេះដូងមន្ត្រីសង្ឃបាទសង្ឃឹមថាអាត្មាមានចាប់ពីពេលនៅក្នុងសម្ដេចសង្ឃតាំងសម្ដេចទេពងមិនខ្លួនថ្ងៃបងរាបកែព្រះបងទេពុទ្ធកន្លងទៅនោះចាប់ថ្ងៃទៅចូលប្រជុំការប្រពន្ធនេះជាមិនទាន់សូមចេញសេចក្តីថ្លែងការណ៍ជាមិនទាន់នៃការប្រជុំព្រៀងផ្នែកស្វែងរកចង់ការពារសូមផ្ដល់សេរីភាពឲ្យប្រព័ន្ធក្នុងការជួយជាតិជួយសង្គមចាប់ពីពេលនេះតទៅរួមចំណែកសូមបញ្ជាក់ផងដែរថាចាប់ពីពេលនេះតទៅខ្មែរអ្នកស្នេហាព្រះសង្ឃនិងពុទ្ធបរិស័ទគង់នឹងឈរហាលភ្លៀងនៅក្រៅរបងសាលសន្និសីទចតុមុខការទាមទាររបស់ព្រះសង្ឃនិងប្រជាពលរដ្ឋគឺបានបិទផ្លូវនៅមុខសាលសន្និសីទចតុមុខនោះដើម្បីនិមន្តនិងអញ្ជើញមន្ត្រីសង្ឃមកទទួលញត្តិព្រះមេគុណរាជធានីភ្នំពេញនិងមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាបានចេញមកជួបព្រះសង្ឃនិងប្រជាពលរដ្ឋដែលតវ៉ានៅតាមផ្លូវនោះជំនុំពរណាដល់រាជរដ្ឋាភិបាលដូចបាញ់មិញអញ្ចឹងញាតិញោមស្រីមិនតាំងពីបាត់ព្រះសារីរិកធាតុក្រសួងក្តីគណៈសង្ឃក្តីមិនឃើញចេញសេចក្តីថ្លែងការណ៍មែនទេក៏បានសេចក្តីថាយើងបានប្រជុំជាមួយក្រសួងពាក់ព័ន្ធក្រសួងធម្មការគណៈសង្ឃហ្នឹងហើយប្រជុំប៉ុន្តែរាជរដ្ឋាភិបាលសំណូមពរមកគណៈសង្ឃយើងវិញថាសូមឲ្យសម្ដេចនិងគណៈសង្ឃនិងប្រជាពុទ្ធបរិស័ទទាំងអស់លើការស្ងាត់ស្ងៀមគាត់នឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកទោះយ៉ាងណាព្រះសង្ឃនិងប្រជាពលរដ្ឋបានបើកផ្លូវហើយរំសាយត្រឡប់ទៅទីកន្លែងរៀងខ្លួនវិញក្រោយពេលដែលព្រះមេគុណរាជធានីភ្នំពេញបានសន្យាថានឹងសរសេរលិខិតទៅប្រមុខរដ្ឋាភិបាលដើម្បីស្វែងរកព្រះបរមសារីរិកធាតុមកវិញឲ្យបានឆាប់ខ្ញុំមុំសុផុនវុទ្ធុអាស៊ីសេរីក្រុងភ្នំពេញ